សូមគោរពជូនទស្សនិកជនជាទីគោរពនៅព្រឹកថ្ងៃអង្គារទី24ខែមីនាឆ្នាំ2026នៅសាកលវិទ្យាល័យធនធានមនុស្សមានការជួបពិភាក្សាការងារយ៉ាងមានសារៈសំខាន់មួយរវាងលោកបណ្ឌិតជាសុភាពសាកលវិទ្យាធិការនិងលោកអាតសំអនសហស្ថាបនិកនិងជាអគ្គនាយកគ្រឹះស្ថានឥណទានជនបទ Mamedi Finance Moko ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សានិងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំនិងវិស័យហិរញ្ញវត្ថុដោយផ្ដោតសំខាន់លើការអភិវឌ្ឍកម្មវិធីសិក្សាមុខវិជ្ជានិងខ្លឹមសារមេរៀនឲ្យស្របតាមតម្រូវការពិតនៃទីផ្សារការងារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ជាមួយគ្នានេះផងដែរភាគីទាំងពីរបានពិភាក្សាអំពីការចូលរួមផ្សព្វផ្សាយសេវាកម្មអប់រំរបស់សាកលវិទ្យាល័យដល់សិស្សានុសិស្សនិងសាធារណជនព្រមទាំងការសហការផ្សព្វផ្សាយឱកាសការងារដោយ Mamedi Finance និងអាចមកធ្វើការសម្ភាសន៍ជ្រើសរើសបុគ្គលិកដោយផ្ទាល់ក្នុងបរិវេណសាកលវិទ្យាល័យចំណុចសំខាន់មួយទៀតគឺការសិក្សាលទ្ធភាពផ្ដល់ឥណទានបង់ថ្លៃសិក្សានិងឥណទានទិញសម្ភារៈសិក្សាដើម្បីគាំទ្រដល់និស្សិតឲ្យមានឱកាសបន្តការសិក្សាដោយមានលក្ខខណ្ឌបង់ប្រាក់បត់បែនសមស្របតាមស្ថានភាពជាក់ស្ដែងរបស់និស្សិតជាអនាគតភាគីទាំងពីរក្រុងនឹងបន្តសិក្សាលទ្ធភាពក្នុងការចរអនុសារណៈយោគយល់គ្នាដើម្បីបង្កើតក្របខ័ណ្ឌសហការយូរអង្វែងនិងមានប្រសិទ្ធភាពខ្ពស់ជាសរុបជំនួបនេះបានបង្ហាញពីទិសដៅយុទ្ធសាស្ត្រថ្មីក្នុងការភ្ជាប់ការអប់រំជាមួយវិស័យឯកជនដើម្បីបង្កើនគុណភាពធនធានមនុស្សនិងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិសូមគោរពអរគុណនិងអរគុណ